តើបងប្អូនទាំងអស់គ្នាថ្ងៃនេះទៅសារជាមួយខ្ញុំថ្ងៃនេះគឺជាថ្ងៃអាទិត្យអញ្ចឹងខ្ញុំចំណាយលុយ 10000 រៀលនេះទៅផ្សារតើបានម្ហូបអីខ្លះហើយទិញធ្វើបានប្រហែលមុខតោះទៅផ្សារជាមួយខ្ញុំទាំងអស់គ្នាដំបូងឡើយខ្ញុំទៅទិញស្លាបមាន់និយាយទៅកូនខ្ញុំគាត់ចូលចិត្តស្លាបមាន់អញ្ចឹងខ្ញុំចង់ធ្វើស្លាបមាន់បំពងឲ្យគាត់ប៉ុន្តែបើសិនជាធ្វើតែស្លាបមាន់ហ្នឹងគឺគាត់ញ៉ាំតែស្លាបមាន់បំពងអត់មានសម្លទឹកនិងបន្លែអីទេអញ្ចឹងខ្ញុំទិញស្លាបមាន់នេះកន្លះគីឡូនេះគឺ6000ហើយខ្ញុំនឹងច្នៃធ្វើសម្លមួយមុខទៀតគឺសម្លម្ជូរយួនតោះឥឡូវយើងទៅទិញបន្លែសម្រាប់សម្លម្ជូរឥឡូវយើងបានមកដល់កន្លែងបន្លែហើយអញ្ចឹងខ្ញុំទិញគាត់តែ2000ទេអញ្ចឹង2000ហ្នឹងគឺគាត់ថែមឲ្យទាំងម្អមទាំងជីហើយនឹងរំដេងហើយខ្ញុំក៏សល់លុយ2000ត្រឡប់មកផ្ទះវិញអញ្ចឹងសរុបសេចក្តីមកថ្ងៃនេះគឺលុយ 10000 រៀលខ្ញុំសល់2000មកវិញអញ្ចឹងខ្ញុំនឹងច្នៃធ្វើឲ្យបានម្ហូប2មុខឥឡូវស្លាបមាន់របស់យើងខ្ញុំយកមកចាក់នឹងកញ្ច្រែងបន្លែអីខ្ញុំរៀបដាក់កញ្ច្រែងហើយខ្ញុំក៏កាប់ស្លាបមាន់ទូចដើម្បីយកទៅបន្លាក់ពាក់កដាលហើយនឹងយកស្លពាក់កដាលធម្មតាទេបងប្អូនសម័យឥឡូវហ្នឹងគឺយើងគិតសុខភាពទាំងគ្រួសារយើងទាំងខ្លួនយើងអញ្ចឹងការធ្វើម្ហូបហ្នឹងក៏យើងគិតសុខភាពដែរយើងឆ្ងាញ់ខ្លះហើយនឹងមិនឆ្ងាញ់ខ្លះដើម្បីសុខភាពអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយអាហារដែលឆ្ងាញ់គឺជាអាហារដែលពេលខ្លះខូចសុខភាពដូចជាអាហារគ្រឿងបំពងអីយើងញ៉ាំច្រើនពេកអញ្ចឹងណាប៉ុន្តែចំពោះអាហារសុខភាពវិញគឺវាអត់សូវឆ្ងាញ់ហ្មងទេតែវាជួយសុខភាពយើងច្រើនដោយឧទាហរណ៍ថាយើងស្លអត់ដាក់ប៊ីចេងយើងស្លរៀងសាបអាហ្នឹងហើយគឺជាអាហារមួយដែលថាជួយសុខភាពយើងបានច្រើនហើយដូចយើងស្លដាក់បន្លែឲ្យច្រើនអីអញ្ចឹងណាប៉ុន្តែអាហារទាំងអស់នោះវាជួយសុខភាពយើងបានច្រើនប៉ុន្តែដូចជាស្លាបមាន់បំពងឬក៏យើងញ៉ាំសាច់អីច្រើនអញ្ចឹងវាឆ្ងាញ់ណាស់មែនយើងញ៉ាំឆ្ងាញ់ប៉ុន្តែពេលខ្លះក៏វាញ៉ាំច្រើនទៅធ្វើឲ្យប៉ះពាល់សុខភាពយើងដែរអញ្ចឹងហើយការធ្វើម្ហូបយើងធ្វើឆ្ងាញ់ខ្លះនិងមិនឆ្ងាញ់ខ្លះដើម្បីញ៉ាំដើម្បីសុខភាពអញ្ចឹងណាបើសិនជាយើងញ៉ាំទៅមានសុខភាពល្អហើយមានវីតាមីនគ្រប់គ្រាន់ហ្នឹងក៏យើងអាចសំចៃថវិកាបានខ្លះដែរព្រោះយើងអត់ឈឺអត់យកលុយទៅទិញថ្នាំអត់យកលុយទៅជួបពេទ្យហើយមួយវិញទៀតនៅពេលយើងមានសុខភាពល្អអារម្មណ៍យើងក៏ល្អយើងធ្វើអីក៏បានសម្រេចហើយវាគឺជាជោគជ័យរបស់យើងមួយដែរនៅពេលដែលយើងមានសុខភាពល្អហើយជាសេចក្តីសុខដែលមនុស្សម្នាក់ៗប៉ងប្រាថ្នាព្រោះមិនថាយើងមានលុយច្រើនប៉ុណ្ណាទេតែបើថាសុខភាពយើងមានបញ្ហាយើងឈឺយើងប្រឈមមុខនឹងការមានសុខភាពមិនល្អហើយគឺក៏យើងអត់មានសេចក្តីសុខអីដែរអញ្ចឹងហើយបើសិនជាយើងមានសុខភាពល្អហើយយើងព្យាយាមថែសុខភាពរបស់យើងឲ្យល្អបន្ថែមទៀតថែទាំងផ្លូវកាយផ្លូវចិត្តសុខភាពសពបែបយ៉ាងនៅក្នុងខ្លួនរបស់យើងមានអ្វីខ្លះយើងត្រូវថែរក្សាទាំងអស់មិនថាថ្មិញមិនថាសក់មិនថាស្បែកមិនថាអ្វីទាំងអស់គឺយើងត្រូវតែថែរក្សាព្រោះពិភពលោករបស់យើងនេះគាត់បានផ្ដល់រាងកាយមួយនេះឲ្យយើងណាអញ្ចឹងយើងជាអ្នកបំផ្លាញខ្លួនឯងយើងអត់ខំប្រឹងថែរក្សាអញ្ចឹងបើយើងដឹងថាយើងមានបញ្ហាអីមួយហើយយើងត្រូវតែថែរក្សាដូចយើងដាំដើមឈើអញ្ចឹងណាបងប្អូនទាំងអស់គ្នាបើសិនជាយើងដាំដើមអ្វីមួយយើងមើលថែយើងថែរក្សាយើងស្រោចទឹករាល់ថ្ងៃដើមឈើនោះនឹងល្អប៉ុន្តែបើសិនជាយើងដាំទុកវាចោលវានឹងសពូនអញ្ចឹងណាអ្នកទាំងអស់គ្នា
ឥឡូវយើងងាកមកមើលសម្លរបស់យើងវិញឥឡូវទឹកពុះហើយខ្ញុំក៏បង់រំដេងហើយខ្ញុំដាក់ប្រហុកបន្តិចប៉ុន្តែសឡមកជូរអ្នកខ្លះគាត់ដាក់ប្រហុកទេណាអានឹងស្រេចតែចំណងចំណូលចិត្តយើងឯងបើសិនជាយើងអត់ចូលចិត្តប្រហុកទេយើងដាក់ទឹកត្រីឲ្យច្រើនទៅហើយខ្ញុំក៏បង់អំពិលឲ្យហើយដើម្បីជ្រុំជាមួយប្រហុកនឹងឲ្យហើយអញ្ចឹងណាបន្ទាប់ពីខ្ញុំជ្រុំអីអស់ហើយនឹងក៏ខ្ញុំដាក់គ្រឿងដូចជាខ្ញុំដាក់អំបិលបន្ទាប់មកយើងឃើញវាយ៉ាងពុះតិចតិចនិយាយទៅការស្លនេះគឺវាជាលក្ខណៈថាការស្លបែបគ្រួសាររៀងខ្លួនទេណាបងប្អូនទាំងអស់គ្នានេះគ្រាន់តែជាការចែករំលែកតិចតួចចំណេះដឹងតិចតួចហើយខ្ញុំក៏បន្ថែមទឹកត្រីបន្តិចទៅព្រោះដោយសារអីដោយសារសម្លបើយើងដាក់ប្រហុកហើយយើងថែមទឹកត្រីតិចទៅឲ្យវារៀងឈ្ងុយតិចហើយអានេះមាន់នេះគឺខ្ញុំបំពងណាអ្នកទាំងអស់គ្នាយើងបំពងហើយក៏យើងយកមកបង់ជាមួយស្លហើយបន្ទាប់ពីយើងរំងាស់មករំពុះទៅបានខ្ញុំដាក់បន្លែចូលបើអ្នកខ្លះទៀតគាត់បែងចែកបន្លែអញ្ចឹងណាគាត់ដាក់តឡាចមុនព្រោះដោយសារអីតឡាចវាយូរក្នុងការផុយអញ្ចឹងណាប៉ុន្តែខ្ញុំដាក់ចូលទាំងអស់ហ្មងទៅអត់អីទេព្រោះដោយសារពេលដែលយើងរំងាស់យូរទៅតឡាចហ្នឹងក៏វាផុយដែរតែខ្ញុំអត់ចូលចិត្តរៀងផុយពេកទេចូលចិត្តផុយល្មមអញ្ចឹងណាបន្តមកទៀតអ្នកទាំងអស់គ្នាឃើញអត់ពណ៌ស្អាតមែនតែនវាមានពណ៌ប៉េងប៉ោះពណ៌តឡាចពណ៌ខៀវគេហៅ colorful ហ្មងណាអញ្ចឹងបើសិនជាយើងញ៉ាំម្ហូបគេឲ្យញ៉ាំម្ហូបលក្ខណៈ colorful អញ្ចឹងដូចជា multi vitamin អញ្ចឹងវីតាមីនគ្រប់មុខអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់ពីយើងដាក់បន្លែអីអស់ហើយយើងរំងាស់វាបន្តិចមកមើលទៅថាតឡាចប៉េងប៉ោះអីផុយហើយក៏ខ្ញុំគោះពងមាន់ថែមមួយមកអញ្ចឹងយើងកូរវាតិចមកយើងពងមាន់នេះយើងអត់ឲ្យវាឆ្អិនទេអញ្ចឹងសរុបសេចក្តីមកម្ហូបពីរមុខហ្នឹងគឺខ្ញុំទៅផ្សារទិញអស់តែ8,000ទេអញ្ចឹងហើយខ្ញុំនៅសល់2,000មកផ្ទះវិញអញ្ចឹងអានេះគ្រាន់ជាការចែករំលែកហើយនឹងជាគំនិតនៃការច្នៃប្រឌិតតិចតួចរបស់ខ្ញុំទេណាបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណហើយបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បើសិនជាបងប្អូនជួយចិត្តជួយចុច Subscribe ហើយនឹងរូបកណ្ដឹងមួយមកដើម្បីឲ្យខ្ញុំមានទឹកចិត្តដើម្បីធ្វើវីដេអូបន្តទៀតអញ្ចឹងសូមជម្រាបលា